បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ចេះពីរបៀបដូរលុយនៅក្នុងកុង AVA ឬ App AVA បងប្អូនអាចមើលវីដេអូខ្ញុំបានអញ្ចឹងបងដំបូងឡើងបងប្អូនត្រូវចូលទៅកន្លែងជាបងប្អូនចង់ដូរលុយបងប្អូនចូលទៅកន្លែងហ្នឹងមកកន្លែងនេះសូមវាយលេខកូដទីសិនបាទបន្ទាប់ពីវាយលេខកូដចូលហើយបងប្អូនចូលទៅកន្លែងនេះបងប្អូនពេលទៅបាទចូលទៅកន្លែងនេះមកតើបងប្អូនជ្រើសរើសពាក្យថា transfer to own AVA on AVA account ហ្នឹងមកបងប្អូនចុចកន្លែងហ្នឹងមកតើបងប្អូនត្រូវជ្រើសរើសរកនេះបងប្អូននេះបើសិនបងប្អូនចង់ដូរលុយខ្មែរជាដុល្លារអញ្ចឹងបងប្អូនត្រូវselectកុងកន្លែងនេះមកខាងលើហ្នឹងជាកុងលុយខ្មែរមកតែបងប្អូនចង់ទេលុយដុល្លារទៅជាខ្មែរបងប្អូនselectកុងដុល្លារមកហើយបន្ទាប់មកបងប្អូនកន្លែងនេះបងប្អូនselectជាកុងខ្មែរណាសូមបញ្ជាក់ណាបើសិនជាបងប្អូនចង់ទេកុងដុល្លារទៅជាខ្មែរអញ្ចឹងបងប្អូនខាងលើនេះដាក់កុងដុល្លារមកខាងក្រោមដាក់កុងខ្មែរណាហើយបន្ទាប់មកបងប្អូនដាក់ជាលុយរៀលមកបងប្អូនដូរពីដុល្លារទៅជាលុយរៀលអញ្ចឹងបងប្អូនដាក់មកដាក់ប្រហែលម៉ឺនណាដោយថាបងប្អូនឥឡូវខ្ញុំសុំដូរជានេះវិញមកចង់បាញ់លុយខ្មែរទៅជាដុល្លារវិញដោយសារខ្ញុំមានលុយខ្មែរខ្ញុំចង់ដូរទៅជាដុល្លារអញ្ចឹងខាងក្រោមខ្ញុំselectដុល្លារបាទនេះបងប្អូនមើលច្បាស់ខាងលើនេះគឺលុយខ្មែរខាងក្រោមគឺលុយដុល្លារអញ្ចឹងខ្ញុំដូរពីលុយខ្មែរទៅដុល្លារអញ្ចឹងខ្ញុំselectជាដុល្លារមកខ្ញុំដាក់បានខ្ញុំមានលុយខ្មែរ60000អញ្ចឹងអាចដាក់បាន$5អញ្ចឹងបងប្អូនដាក់$15មកណាតោះមកបងប្អូន transfer ចុចកន្លែងក្រហមហ្នឹងមកបាទនេះអញ្ចឹងនេះបាទអញ្ចឹង$15មិញគឺវាដូរកាត់ពីខ្មែរមកគឺ60000នេះ330នេះអញ្ចឹងបងប្អូនចុចខាងក្រោមនេះមកនេះខាងក្រោមហ្នឹងមកហើយវាយលេខកូដបាទខ្ញុំសូមវាយលេខកូដបន្តិចបាទបន្ទាប់ពីវាយលេខកូដហើយគឺវា load ឲ្យបងប្អូននេះ$15ដែលយើងបាញ់ពីខ្មែរទៅដុល្លារនេះបងប្អូនអញ្ចឹងបងប្អូនតើណាវារញ៉េរញ៉ៃបន្តិចកន្លែងកុងខ្មែរកុងដុល្លារអញ្ចឹងបងប្អូនចំណាំបើបងប្អូនselect ដុល្លារទៅជាខ្មែរបងប្អូន select ខាងលើហ្នឹងគឺជាដុល្លារមកហើយខាងក្រោមជាខ្មែរបើបងប្អូន select ខ្មែរទៅចង់ដូរខ្មែរទៅដុល្លារបងខាងលើបងប្អូនដាក់ខ្មែរមកខាងក្រោមដាក់ដុល្លារហើយបងប្អូនដូរទៅជាដុល្លារប្រហែលបងប្អូន select មកមានរៀលមានដុល្លារបងប្អូន select តាមហ្នឹងមកតាមជាក់ស្ដែងដែលបងប្អូនចង់ដូរហ្នឹងមកអូខេមានតែប៉ុណ្្នឹងវីដេអូខ្ញុំបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយៗ